ផ្លែក្រូចថ្លុងគឺជាផ្លែឈើស្រឡាយក្រូចដែលមានទំហំធំជាងគេហើយវាត្រូវបានគេស្គាល់ថាជាផ្លែឈើដ៏មានឱជារសនិងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពទោះជាយ៉ាងណាក៏ដោយវាក៏មានចំណុចគួរប្រុងប្រយ័ត្នមួយចំនួនផងដែរខាងក្រោមនេះជាគុណសម្បត្តិនិងគុណវិបត្តិនៃផ្លែក្រូចថ្លុងគុណសម្បត្តិអត្ថប្រយោជន៍ចំពោះសុខភាព 1. សម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មក្រូចថ្លុងមានផ្ទុកវីតាមីន C ខ្ពស់ណាស់ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយការពារការឆ្លងមេរោគផ្សេងៗនិងជួយឲ្យស្បែកមានសុខភាពល្អភ្លឺថ្លាព្រមទាំងជួយពន្យាភាពចាស់ 2. ជំនួយដល់ការរំលាយអាហារវាមានផ្ទុកជាតិសរសៃ Fiber ខ្ពស់ដែលជួយដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារការពារនិងព្យាបាលអាការទល់លាមកនិងជួយឲ្យពោះវៀនមានសុខភាពល្អ 3. ល្អសម្រាប់អ្នកចង់សម្រកទម្ងន់ក្រូចថ្លុងមានកាឡូរីទាបប៉ុន្តែមានជាតិទឹកនិងជាតិសរសៃច្រើនការញ៉ាំក្រូចថ្លុងធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរកាត់បន្ថយការឃ្លានអាហារផ្ទះតា 4. ជំនួយសុខភាពបេះដូងជាតិប៉ូតាស្យូមនិងសារធាតុចិញ្ចឹមដទៃទៀតនៅក្នុងក្រូចថ្លុងជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់និងជួយសម្រួលដល់សម្ពាធឈាមដែលកាត់បន្ថយហានិភ័យនៃជំងឺបេះដូង 5. ការពារជំងឺរ៉ាំរ៉ៃវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាលីកូពីននិងហ្វ្លេវ៉ាណុនដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីកាត់បន្ថយការរលាកក្នុងរាងកាយនិងកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនគុណវិបត្តិចំណុចគួរប្រុងប្រយ័ត្ន 1. ផលប៉ះពាល់ជាមួយឱសថសំខាន់បំផុតនេះជាគុណវិបត្តិដ៏ធំបំផុតរបស់ក្រូចថ្លុងជាតិសមាសធាតុនៅក្នុងក្រូចថ្លុងអាចទៅរារាំងអង់ស៊ីមនៅក្នុងពោះវៀនដែលធ្វើឲ្យរាងកាយស្រូបយកថ្នាំខ្លះច្រើនជ្រុលឬមិនអាចស្រូបយកបានប្រុងប្រយ័ត្នប្រសិនបើអ្នកកំពុងលេបថ្នាំបញ្ចុះសម្ពាធឈាមថ្នាំបញ្ចុះជាតិខ្លាញ់ Statin ឬថ្នាំប្រឆាំងអាឡែស៊ីគួរតែពិគ្រោះជាមួយគ្រូពេទ្យមុននឹងញ៉ាំក្រូចថ្លុង 2. អាចធ្វើឲ្យរាគរូសឬហាមពោះបើញ៉ាំច្រើនពេកដោយសារវាមានជាតិសរសៃនិងវីតាមីន C ខ្ពស់ការញ៉ាំវាច្រើនហួសប្រមាណក្នុងពេលតែមួយអាចធ្វើឲ្យមានបញ្ហាប្រព័ន្ធរំលាយអាហារដូចជាហាមពោះឆ្អល់ពោះឬរាគរូស 3. ប៉ះពាល់ដល់ធ្មេញក្រូចថ្លុងមានជាតិអាស៊ីតអាស៊ីឌិកការញ៉ាំវាច្រើនពេកអាចធ្វើឲ្យសឹកស្រទាប់ការពារធ្មេញ enamel ដែលងាយធ្វើឲ្យស្រាលធ្មេញឬពុកធ្មេញគន្លឹះកូរខ្ពុលមាត់ជាមួយទឹកស្អាតក្រោយពេលញ៉ាំរួច 4. មិនសូវល្អសម្រាប់អ្នកមានបញ្ហាក្រពះធ្ងន់ធ្ងរសម្រាប់អ្នកដែលមានជំងឺច្រាលទឹកអាស៊ីតក្រពះ GERD ជាតិអាស៊ីតនៅក្នុងក្រូចថ្លុងអាចធ្វើឲ្យចុកទ្រូងឬធ្វើទុក្ខក្រពះខ្លាំងជាងមុន